សួរលោកលោកស្រីនាងកញ្ញាសូមអរគុណលោកអ្នកដែលបានបើកស្ដាប់ការផ្សាយរបស់វិទ្យុបារាំងត្រជាតិ RFV នៅពេលនេះម៉ោង 1 រសៀលកម្មវិធីព័ត៌មានដែលរិទ្ធមូនីកាក្រសួងការងារថាគ្មានឡើយការបញ្ជូនកូនរបស់ពលករខុសច្បាប់ត្រឡប់មកកម្ពុជាវិញកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ពលរដ្ឋវូដេងគឺនៅក្រៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនៅប៉ាគីស្ថានសង្គ្រាមប្រឆាំងភេរវនិយមចំណាយអស់$118,000 លានអាមេរិកលោកអូបាម៉ានិងថ្នាក់ដឹកនាំអឺរ៉ុបសន្យាបន្តដាក់ទណ្ឌកម្មលើរុស្ស៊ីដរាបណាអ៊ុយក្រែនមិនទាន់មានសន្តិភាពច្បាប់រំលោភអនិច្ចជនដល់ចម្រូងចម្រាសនៅទូគីអ្នករាយការណ៍អង្គការសហប្រជាជាតិបារម្ភអំពីការបិទសិទ្ធិមតិយោបល់ RFI អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ប្រាប់វិទ្យុបារាំងថាគ្មានព័ត៌មានជាផ្លូវការឬក៏កំណត់ទូតណាមួយពីភាគីថៃពាក់ព័ន្ធទៅនឹងគម្រោងរបស់ថៃដែលថានឹងបណ្ដេញកូនរបស់ពលករខុសច្បាប់ចេញពីប្រទេសរបស់ខ្លួនរួមទាំងកម្ពុជាផងការលើកឡើងយ៉ាងដូចនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីសារព័ត៌មានមួយបានចុះផ្សាយថាប្រទេសថៃមានផែនការកាត់បន្ថយចំនួនកុមារចំណាក់ស្រុកខុសច្បាប់ដែលរស់នៅក្នុងប្រទេសនេះឲ្យបានត្រឹមឆ្នាំ2020សពិសីរីកាលោកហេងសួនអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថាជាទូទៅរដ្ឋាភិបាលថៃនឹងផ្ញើកំណត់ទូតមកកាន់រដ្ឋាភិបាលកម្ពុជាប្រសិនបើពួកគេមានបញ្ហាឬផែនការអ្វីមួយដើម្បីអនុវត្តទាក់ទងនឹងទំនាក់ទំនងប្រទេសទាំងពីរក៏ប៉ុន្តែរហូតមកទល់ពេលនេះក្រសួងការងារកម្ពុជាមិនទាន់ទទួលបានកំណត់ទូតអ្វីមួយពីភាគីថៃនោះទេពាក់ព័ន្ធនឹងគម្រោងបណ្ដេញកូនពលករខ្មែរខុសច្បាប់ឲ្យមកប្រទេសកម្ពុជាវិញលោកហេងសួរអះអាងថាប្រទេសថៃនឹងមិនបណ្ដេញកូនពលករខ្មែរខុសច្បាប់ដែលធ្វើការនៅក្នុងប្រទេសថៃនោះទេលោកបានរំលឹកថាកាលពីឆ្នាំ2014ប្រទេសមួយចំនួនអង្គការពលកម្មអន្តរជាតិនិងអង្គការសហប្រជាជាតិបានបញ្ចេញប្រតិកម្មចំពោះចំណាត់ការរបស់រដ្ឋាភិបាលថៃក្នុងការបណ្ដេញពលករខុសច្បាប់ក្រោយមករដ្ឋាភិបាលថៃបានសន្យាថានឹងគោរពសិទ្ធិជាមូលដ្ឋានទាំងពលករស្របច្បាប់ឬមិនស្របច្បាប់មិនថាមកពីប្រទេសណាមួយក៏ដោយក្នុងន័យនេះរដ្ឋាភិបាលថៃក៏នឹងផ្ដល់សិទ្ធិស្របច្បាប់ដល់កូនពលករអាចស្នាក់នៅក្នុងប្រទេសបានដូចគ្នាហើយដូច្នេះក្រសួងការងារជឿជាក់ថាប្រទេសថៃនឹងមិនរំលោភសន្ធិសញ្ញានិងចាត់វិធានការបណ្ដេញកូនពលករខុសច្បាប់មកកាន់ប្រទេសកំណើតវិញនោះទេដើម្បីរក្សាកេរ្តិ៍ឈ្មោះប្រទេសរបស់ខ្លួនសូមបញ្ជាក់ថាតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍វិធានការរបស់ថៃធ្វើឡើងតាមរយៈការបញ្ចប់ការចុះឈ្មោះពលករចំណាក់ស្រុកដែលជាការគាំទ្រដល់កិច្ចព្រមព្រៀងមួយទល់មួយជាមួយប្រទេសនីមួយៗដោយបង្ខំឲ្យពលករចំណាក់ស្រុកត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនៅពេលដែលពួកគេបញ្ចប់កិច្ចសន្យាដោយជំរុញឲ្យមានការពន្យាកំណើតក្នុងចំណោមពលករចំណាក់ស្រុកនិងទប់ស្កាត់ការធ្វើចំណាក់ស្រុកខុសច្បាប់បើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍កូនរបស់ពលករចំណាក់ស្រុកចំនួន3ប្រទេសរួមមានកម្ពុជាភូមានិងឡាវស្ថិតក្នុងផែនការរបស់ថៃដើម្បីបញ្ជូនទៅកាន់ប្រទេសកំណើតពួកគេវិញក្នុងគោលបំណងឈានទៅកាត់បន្ថយចំនួនកុមារចំណាក់ស្រុកខុសច្បាប់ជាង 11,000 នាក់ដែលរស់នៅក្នុងប្រទេសនេះឲ្យអស់ត្រឹមឆ្នាំ2020យ៉ាងណាក៏ដោយលោកហេងសួរអ្នកនាំពាក្យក្រសួងការងារបានសង្កត់ធ្ងន់ថាប្រសិនបើមានករណីនេះកើតឡើងមែននោះក្រសួងនឹងបណ្ដាប្រទេសនានាដែលមានពលករធ្វើការនៅក្នុងប្រទេសថៃនិងពិភាក្សាជាមួយភាគីថៃដើម្បីស្វែងរកដំណោះស្រាយសមស្របមួយសូមបញ្ជាក់ថារដ្ឋាភិបាលថៃបានធ្វើជំរឿនក្នុងឆ្នាំ2016រកឃើញថាមានពលករកម្ពុជាប្រមាណជា 43,000 នាក់កំពុងធ្វើការនៅក្នុងប្រទេសថៃខណៈដែលថៃគឺជាគោលដៅចម្បងសម្រាប់ពលរដ្ឋកម្ពុជាដែលស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយក្រសួងការងារថៃបានបូកសរុបថាមានពលករជិត 70,000 នាក់គិតក្នុងខែវិច្ឆិកាឆ្នាំ2014នាយករដ្ឋមន្ត្រីឡាវលោកថងលួនស៊ីសូលីតនិងលោកវៀនស៊ុនហ្វុកនាយករដ្ឋមន្ត្រីវៀតណាមត្រូវបានអញ្ជើញមកកម្ពុជាដោយលោកនាយរដ្ឋមន្ត្រីហ៊ុនសែនដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសទាំង3ស្ដីអំពីការអភិវឌ្ឍតំបន់ត្រីកោណដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបនាថ្ងៃទី22និង23ខែវិច្ឆិកាខាងមុខនេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានាថ្ងៃស្អែកទី19ខែវិច្ឆិកានេះកិច្ចប្រជុំលើកទី9ស្ដីអំពីការអភិវឌ្ឍតំបន់ត្រីកោណគឺនឹងផ្ដោតទៅលើប្រធានបទចំនួន3គឺផែនការមេដែលបានកែប្រែឡើងវិញសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃប្រទេសទាំង3ឆ្នាំ2010-2020លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្រាប់សម្រួលកម្ពុជាវៀតណាមឡាវលើកទី10នៅប្រទេសឡាវឆ្នាំ2015និងការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលប្រទេសទាំង3លើកទី8ស្ដីអំពីការអភិវឌ្ឍតំបន់ត្រីកោណនៅទីក្រុងវៀងច័ន្ទចាប់តាំងពីឆ្នាំ2014មក
ក្រសួងសុខាភិបាលបានចេញសេចក្តីការតម្រូវកាលពីយប់ថ្ងៃទី18ខែវិច្ឆិកាថាក្រសួងមិនបានរកឃើញករណីវីរុសស៊ីកានៅក្នុងខេត្តកំពង់ចាមនោះទេសេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងតែប៉ុន្មានម៉ោងតែប៉ុណ្ណោះបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីវីរុសស៊ីកាជាលើកដំបូងនៅក្នុងឆ្នាំ2016ដែលបានកើតមានឡើងទៅលើបុរសម្នាក់ដែលរស់នៅខេត្តកំពង់ចាមក្រសួងសុខាភិបាលបញ្ជាក់ថាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានត្រួតពិនិត្យយ៉ាងម៉ត់ចត់តាមបច្ចេកទេសមន្ទីរពិសោធន៍ជាបន្តបន្ទាប់ដើម្បីរកភាពពិតប្រាកដនៃហ្សែនរបស់វីរុសនេះតាមរយៈការពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាអះអាងថាមិនមានករណីវិជ្ជមានស៊ីកានៅក្នុងខេត្តកំពង់ចាមនោះទេសូមរំលឹកជូនថាដំបូងឡើយក្រសួងសុខាភិបាលបានប្រកាសថារកឃើញជំងឺស៊ីកាមួយករណីជាលើកដំបូងនៅលើបុរសម្នាក់វ័យ44ឆ្នាំរស់នៅស្រុកកំពង់សៀមខេត្តកំពង់ចាមក៏ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយហើយបន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យតាំងពីថ្ងៃទី14ខែតុលាហើយត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារកឃើញថាមានវីរុសស៊ីកាកាលពីថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2016កន្លងទៅថ្មីនេះលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិនាថ្ងៃនេះបានលើកឡើងអំពីការរៀបចំយុទ្ធនាការសម្រាប់ចុងក្រោយដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតដោយផ្ដោតទៅលើឃុំសង្កាត់ណាដែលអ្នកចុះឈ្មោះបោះឆ្នោតនៅមានចំនួនតិចនៅឡើយការលើកឡើងរបស់ប្រធានស្ដីទីគណៈបកប្រឆាំងរូបនេះគឺធ្វើឡើងនៅក្នុងជំនួបថ្នាក់ដឹកនាំគណៈបកប្រឆាំងមកពីខេត្តកំពង់ចាមនៅឯទីស្នាក់ការគណៈបកសង្កាត់ចាក់អង្រែសូមបញ្ជាក់ថាការចុះឈ្មោះបោះឆ្នោតនៅសល់តែប្រមាណ10ថ្ងៃទៀតប៉ុណ្ណោះហើយគិតមកដល់ថ្ងៃទី18ខែវិច្ឆិកាគឺមានអ្នកចុះឈ្មោះប្រមាណជា7 លាន 3 សែននាក់នៃចំនួនអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតប្រមាណ9 លាន 6 សែននាក់ដែលឡែកក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានជ្រើសយកទីតាំងនៅក្រៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញជាកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ពលរដ្ឋដែលកំពុងតែរស់នៅអគារប៊ូដេញប្រសិនបើពួកគាត់ព្រមទទួលយកលក្ខខណ្ឌអភិវឌ្ឍនៅនឹងកន្លែងទីកន្លែងស្នាក់នៅបណ្ដោះអាសន្ននឹងត្រូវសាងសង់ឡើងជាលក្ខណៈលំនៅឋានហើយប្រព័ន្ធទឹកភ្លើងនឹងទៅដល់ទីនោះស្រាប់សូមបញ្ជាក់ថាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញគឺស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់ទឹកថ្លាខណ្ឌសែនសុខយើងស្ដាប់អេងគឹមហុងទោះជាក្រសួងដែនដីនគររូបនីយកម្មនិងសំណង់បានបង្ហាញពីទីកន្លែងស្នាក់នៅបណ្ដោះអាសន្នរួចហើយក៏ដោយប៉ុន្តែក្រសួងនៅមិនទាន់ដឹងពីចេតនាពិតរបស់ពលរដ្ឋកំពុងរស់នៅអគារបូឌីងថាពួកគេយល់ព្រមទទួលលក្ខខណ្ឌអភិវឌ្ឍនៅនឹងកន្លែងឬក៏ទទួលយកប្រាក់ជាថ្នូរនឹងការចាក់ចេញនោះទេគិតរហូតមកដល់ពេលនេះប៉ុន្តែចំហរបស់ក្រសួងចង់ឲ្យពលរដ្ឋជ្រើសរើសយកការអភិវឌ្ឍនៅនឹងកន្លែងការអភិវឌ្ឍនៅនឹងកន្លែងសម្រាប់ក្រសួងគឺជាជំរឿនមួយដ៏ល្អព្រោះថាបន្ទប់នីមួយៗមានទំហំធំជាងបន្ទប់ចាស់រហូតដល់ទៅ 10% ហើយពលរដ្ឋនឹងទទួលបានផលចំណេញផ្សេងទៀតតែយ៉ាងណាមិញលោកសេងលូតអ្នកនាំពាក្យក្រសួងដែនដីឲ្យដឹងថាក្រសួងនឹងជួបជាមួយពលរដ្ឋជាង500នាក់ជាលើកទី3ក្នុងពេលឆាប់ៗនេះជាការជួបដើម្បីស្វែងរកការឯកភាពរួមសូមបញ្ជាក់ថាគម្រោងនៃការជួសជុលអគារប៊ូឌីងឡើងវិញត្រូវប្រើរយៈពេលសាងសង់ជិត4ឆ្នាំនិងមានកម្ពស់21ជាន់ហើយបន្ទប់នីមួយៗមានទំហំចន្លោះពី50ទៅ60ម៉ែត្រការ៉េពលគឺមានទំហំធំជាងមុនគម្រោងនេះត្រៀមប្រើប្រាស់ថវិកាជិត$80 លានជួបជាមួយពលរដ្ឋនាពេលកន្លងមកលោកជាសុផារ៉ាបានបដិញ្ញាចិត្តថាលោកនឹងធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យមិនថាក្នុងអាណត្តិរបស់លោកជារដ្ឋមន្ត្រីក្រសួងដែនដីឬក៏លោកត្រូវបានផ្លាស់ប្ដូរនោះទេសម្រាប់លោកបើគម្រោងនេះមិនទទួលបានជោគជ័យរូបលោកនឹងមានវិបត្តិសេរីប៉ុន្តែយ៉ាងណាមិញលោកជាសុផារ៉ាបន្ថែមថានៅពេលដែលការសាងសង់សម្រេចបានពាក់កណ្ដាល 100% លោកនឹងចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋជាង500គ្រួសាររស់នៅក្នុងអគារបូឌីងនេះតែម្ដងកុំឲ្យមានការព្រួយបារម្ភខ្លាចគម្រោងទទួលបរាជ័យក្រសួងប្រជាកម្មបង្កើតមន្ទីរពិសោធន៍ចល័តឬហៅថា Mobile Lab លើកទី1នេះបើតាម Facebook ក្រសួងប្រជាកម្មកាលពីថ្ងៃទី17ខែវិច្ឆិកាក្រោយពីក្រសួងនេះបានដាក់សម្ពោធជាផ្លូវការលោកប៉ាន់សុរស័ក្តិរដ្ឋមន្ត្រីក្រសួងនេះបានបញ្ជាក់ថាមន្ទីរពិសោធន៍ចល័តដែលបំពាក់នៅក្នុងរថយន្ត Ford Transit ឆ្នាំ2016នេះនឹងរួមចំណែកលើកកម្ពស់វិជ្ជាជីវៈរបស់មន្ត្រីកម្មគ្រប់គ្រងព្រមទាំងលទ្ធភាពនិងព្រមទាំងផ្ដល់លទ្ធភាពដល់ពួកគេធ្វើការវិភាគរោគសារធាតុគីមីនៅក្នុងផលិតផលម្ហូបអាហារឬក៏ផ្លែឈើជូនដល់បងប្អូនអាជីវករនិងពាណិជ្ជករដែលឥតគិតថ្លៃនៅតាមទីផ្សារតូចធំនិងនៅតាមគោលដៅត្រួតពិនិត្យដែលស្ថិតនៅក្នុងតំបន់ឆ្ងាយៗ
កម្ពុជាកំពុងតែពិចារណាការអនុវត្តពន្ធអាកាសចរសម្រាប់ជាងហោះហើរដែលចាក់ចេញពីប្រទេសកម្ពុជាការប្រកាសនេះបានធ្វើឡើងខណៈដែលលោកសែសំអល់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងសន្ទរកថានៅឯកិច្ចប្រជុំបរិស្ថានអង្គការសហប្រជាជាតិ COP22 នៅក្នុងប្រទេសម៉ូរ៉ូកូអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងក្រោយរំលឹកដល់ម្ចាស់យានយន្តដែលមិនទាន់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទឲ្យបានទៅបង់មុនថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2016អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ទៀតថាករណីម្ចាស់យានយន្តដែលមិនទៅបំពេញកាតព្វកិច្ចបង់ពន្ធតាមការកំណត់នោះទេនឹងទទួលរងទោសទណ្ឌតាមច្បាប់ជាធរមានដែលឡែកមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ UNICEF បានប្រកាសថាខ្លួននឹងផ្ដល់មូលនិធិដល់ការចាប់ផ្ដើមអាជីវកម្មថ្មីលើបច្ចេកវិទ្យានៅកម្ពុជាជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមដែលប្រើប្រាស់ទុនវិនិយោគរួមដើម្បីអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាបើកចំហបំណងកែលម្អការតភ្ជាប់ការប្រមូលទិន្នន័យពេលវេលាពិតអត្តសញ្ញាណបច្ចេកវិទ្យានិងការរៀនសូត្រមូលនិធិ Innovation Fund ដែលមានទឹកប្រាក់ចំនួនប្រមាណជាង$11 លាននេះគឺមានបំណងធ្វើសមាហរណកម្មsoftware របស់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងកម្មវិធី Rapid Pro Platform របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលអនុញ្ញាតឲ្យប្រជាជនមានចំណេះដឹងបន្តិចបន្តួចអាចទទួលបានមាតិកាមានតម្លៃទាបដោយមិនចាំបាច់អានសារជាអត្ថបទជាបណ្ដាព័ត៌មានអន្តរជាតិចេញពីប្រទេសប៉ាគីស្ថានការចូលរួមចំណាយធ្វើសង្គ្រាមប្រឆាំងទៅនឹងភាវៈនិយមបានធ្វើឲ្យប៉ាគីស្ថានចំណាយអស់$118,000 លាននៅក្នុងរយៈពេល14ឆ្នាំពលគឺស្មើនឹងជាង1/3នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះបើតាមការសិក្សារបស់ធនាគារកណ្ដាលប៉ាគីស្ថានយើងស្ដាប់អៀងសុកមិញអំពើហិង្សាជ្រុលនិយមបានធ្វើឲ្យប្រទេសខាតបង់ដោយផ្ទាល់និងដោយប្រយោលអស់ប្រាក់ប្រមាណជា$118,300 លានអាមេរិកនៅរវាងពីឆ្នាំ2002ដល់ឆ្នាំ2016ឯចំណែកកំណើនសេដ្ឋកិច្ចវិញក៏ដូចជាការអភិវឌ្ឍសង្គមបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយអំពើហិង្សាភារវនិយមនោះនេះបើតាមរបាយការណ៍លម្អិតរបស់ធនាគារកណ្ដាលប៉ាគីស្ថានប៉ាគីស្ថានបានធ្លាក់ក្នុងអន្លង់ហិង្សាជ្រុលនិយមយ៉ាងជ្រៅក្រោយពីបានក្លាយខ្លួនទៅជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងពួកភារវនិយមក្រោយថ្ងៃមហាភារវកម្ម11កញ្ញាឆ្នាំ2001ដែលជំរុញឲ្យអាមេរិកចូលទៅឈ្លានពានប្រទេសអាហ្វហ្គានីស្ថានសហរដ្ឋអាមេរិកបានបង្កើតមូលនិធិគាំទ្រកងទ័ពសម្ព័ន្ធមិត្តដើម្បីជួយប៉ាគីស្ថានជាមួយនឹងការចាក់បញ្ចូលថវិកាចំនួន$1,000 លានក្នុងមួយឆ្នាំដែលជាសរុបគិតមកត្រឹមឆ្នាំ2015ប៉ាគីស្ថានបានទទួលជំនួយ$14,000 លានបើតាមរបាយការណ៍ក្រៅអំពីត្រូវរងទុក្ខសោកមានមនុស្សស្លាប់រងរបួសប្រជាជនត្រូវភៀសខ្លួនដោយសារមូលហេតុហិង្សាសង្គ្រាមប្រឆាំងនឹងភារវនិយមបានធ្វើឲ្យអ្នកវិនិយោគបរទេសខ្លាចនិងរត់ចេញវិនិយោគក្នុងតំបន់ត្រូវអាក់ខានការនាំចេញត្រូវកកស្ទះឯពាណិជ្ជកម្មក៏ត្រូវដើរបន្ថយល្បឿនដែរប៉ាគីស្ថានទើបបានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយប្រឆាំងនឹងពួកតាលីបង់ព្រមទាំងក្រុមប្រដាប់អាវុធជ្រុលនិយមជាច្រើនផ្សេងទៀតនៅតាមតំបន់កុលសម្ព័ន្ធជាប់ព្រំដែនអាហ្វហ្គានីស្ថានយុទ្ធនាការនោះបានកាត់បន្ថយអំណាចនិងសកម្មភាពបំផ្លិចបំផ្លាញរបស់ពួកជ្រុលនិយមឯចំនួនជនរងគ្រោះក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរនៅឆ្នាំ2015-2016ហើយសេដ្ឋកិច្ចជាតិក៏បានប្រសើរឡើងបន្តិចមូលនិធិរូបិយវត្ថុក៏ទើបតែបានអះអាងកាលពីខែតុលាថាប៉ាគីស្ថានបានដើរចេញពីវិបត្តិហើយប្រទេសហ្វីលីពីនបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍយ៉ាងលឿនជាងគេបំផុតនៅក្នុងទ្វីបអាស៊ីនៅក្នុងរយៈពេល3ខែដំបូងនៃការកាន់អំណាចរបស់លោកប្រធានាធិបតី Rodrigo Duterte កំណើនសេដ្ឋកិច្ចនេះគឺចំពេលដែលតម្លៃរូបិយប័ណ្ណពេសូនិងភាគហ៊ុនរបស់ហ្វីលីពីនបានដាំក្បាលចុះក៏ដោយលោកស្រី Rosemarie Dillon អនុរដ្ឋមន្ត្រីក្រសួងរៀបចំផែនការសេដ្ឋកិច្ចបានឲ្យដឹងថាសេដ្ឋកិច្ចហ្វីលីពីនគឺបានកើនឡើង7កន្លះសញ្ញា 1% ធៀបនឹងឆ្នាំមុននៅត្រីមាសទី3ដែលលើសពីការព្យាករណ៍ដែលថាមានត្រឹមតែ6កន្លះសញ្ញា 8% ប៉ុណ្ណោះលោកស្រីបញ្យល់ថាកំណើនការវិនិយោគដ៏រឹងមាំជាពិសេសលើការសាងសង់និងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងការកើនឡើងនៃការចំណាយប្រើប្រាស់និងសេវាកម្មនៅក្នុងស្រុកបានជំរុញកំណើនសេដ្ឋកិច្ចនេះដោយមានការជំរុញដោយអត្រាអតិផរណានិងអត្រាការប្រាក់ទាបផងដែរ
ជំនួបកម្ពុជាជាលើកចុងក្រោយជាការលាគ្នារវាងលោកអូបាម៉ានិងថ្នាក់ដឹកនាំកម្ពុជាអឺរ៉ុបនៅទីក្រុងបែកឡាំងបានបញ្ចប់ទៅនារសៀលថ្ងៃទី18ខែវិច្ឆិកាថ្នាក់ដឹកនាំទាំងអស់បានសន្យាថានឹងចាប់ដៃគ្នាដើម្បីបន្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដរាបណាកិច្ចព្រមព្រៀងសន្តិភាពពេញលេញមួយសម្រាប់អ៊ុយក្រែននៅមិនទាន់បានអនុវត្តទេនោះដូចគ្នាដែរថ្នាក់ដឹកនាំទាំងអស់បានសន្យាថានឹងបន្តការងារនៅក្នុងអង្គការអូតាំងបើទោះបីជាប្រធានាធិបតីអាមេរិកថ្មីធ្លាប់បានឃោសនាថានឹងសាររើតួនាទីរបស់អាមេរិកនៅក្នុងអង្គការនេះក៏ដោយជាស្ដាប់មុំពិសីជំនួបកម្ពុជាពិសេសជាលើកចុងក្រោយសម្រាប់លោកអូបាម៉ានេះមានវត្តមានថ្នាក់ដឹកនាំអឺរ៉ុបដូចជាលោកហ្វ្រង់ស៊ុយ ហូឡង់ប្រធានាធិបតីបារាំងលោកស្រីអង់ហ្គេឡាមេកែលអធិការបតីអាល្លឺម៉ង់លោកម៉ាតេអូរ៉េនស៊ីនាយករដ្ឋមន្ត្រីអ៊ីតាលីនិងលោកស្រីតេរេសាមេនាយករដ្ឋមន្ត្រីអង់គ្លេសសារផ្ដាច់ផ្ដាំមានជាច្រើនដែលលោកអូបាម៉ាបានសំណូមពរឲ្យថ្នាក់ដឹកនាំអឺរ៉ុបជួយពូតដៃគ្នាដើម្បីថែរក្សាសន្តិភាពនិងតម្លៃប្រជាធិបតេយ្យនៃសកលលោកក្នុងចំណោមបញ្ហាធំៗគឺមានទំនាក់ទំនងជាមួយរុស្ស៊ីដែលលោកអូបាម៉ាមានការព្រួយបារម្ភថ្នាក់ដឹកនាំអឺរ៉ុបព្រមទាំងលោកអូបាម៉ាបានសន្យានឹងគ្នាថាបើទោះបីជាអាមេរិកផ្លាស់ប្ដូរប្រធានាធិបតីថ្មីតែអឺរ៉ុបនឹងប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការរក្សាទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីដរាបណារុស្ស៊ីមិនព្រមអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែនទេនោះចំណុចសំខាន់មួយទៀតគឺទាក់ទិនទៅនឹងទូនីតិរបស់អង្គការអូតង់ប្រទេសអឺរ៉ុបបានសន្យាថានឹងបន្តចំណងសហប្រតិបត្តិការនិងការសាមគ្គីគ្នាដើម្បីរក្សាសន្តិសុខតំបន់ហើយត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ីលោកអូបាម៉ាបានរំលឹកអំពីទូនីតិរបស់អង្គការអូតង់និងទូនីតិរបស់អាមេរិកក្នុងប្រវត្តិសាស្ត្រដែលបានជួយរក្សាការពារសន្តិសុខនិងសុវត្ថិភាពទាំងសងខាងមហាសមុទ្រអាត្លង់តិកសូមបញ្ជាក់ថាក្រោយពេលដែលលោកដូណាល់ត្រាំបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិកថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានសម្ដែងការព្រួយបារម្ភជាខ្លាំងដោយគេខ្លាចបន្ទាត់នយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនឹងប្រែប្រួលខុសគ្នាមេឃនឹងដីពីអ្វីដែលលោកអូបាម៉ាបានអនុវត្តកន្លងមកក្នុងពេលឃោសនាលោកដូណាល់ត្រាំបានអំពាវនាវថាសហរដ្ឋអាមេរិកគួរតែខិតទៅចូលឲ្យជិតនឹងរុស្ស៊ីលោកក៏បានអំពាវនាវទៀតថាបើលោកឈ្នះឆ្នោតលោកនឹងរុះរើដំណើរការរបស់អង្គការអូតង់ព្រោះលោកមិនចង់ឲ្យអាមេរិកតែម្នាក់ឯងជាអ្នកទទួលបន្ទុកផ្ដល់លុយកាក់និងការពារសន្តិសុខដល់ប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតទេបើចាំបាច់លោកដូណាល់ត្រាំថានឹងដកខ្លួនចេញពីអូតង់ទៀតក្រៅពីការព្រួយបារម្ភពីចរន្តការទូតរបស់រដ្ឋាភិបាលថ្មីប្រទេសនៅអឺរ៉ុបក៏មានការព្រួយបារម្ភផងដែរពីទស្សនវិស័យសេដ្ឋកិច្ចរបស់អាមេរិកក្នុងអាណត្តិរបស់លោកដូណាល់ត្រាំបើសិនជាលោកដូណាល់ត្រាំនឹងធ្វើទៅតាមការប្រកាសឃោសនារបស់ខ្លួនមែននោះអាមេរិកនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបិទជិតតាមរយៈការដាក់ជញ្ជាំងរាំងខ្ទប់ការដោះដូរពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងទៀតនៅថ្ងៃសុក្រលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានទៅដល់ទឹកដីប្រទេសប៉េរូហើយនៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកនៅក្នុងនាមជាប្រធានាធិបតីអាមេរិកនារយៈពេល8ឆ្នាំមកនេះលោកអូបាម៉ានឹងប្រឈមទៅនឹងសំណួរជាច្រើនពីវេទិកាប្រជុំប៉ាស៊ីហ្វិកជុំវិញការជាប់ឆ្នោតរបស់លោកដូណាល់ត្រាំហើយនៅថ្ងៃខាងនេះលោកអូបាម៉ាក៏នឹងជួបជាមួយនឹងមេដឹកនាំទាំង12ប្រទេសដែលជជែកគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម Trans-Pacific គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលលោកដូណាល់ត្រាំតែងតែប្រឆាំងនាពេលកន្លងមកនៅសប្តាហ៍នេះសភាទូគីបានបោះឆ្នោតទៅលើសំណើច្បាប់អនុញ្ញាតឲ្យព្យួរការកាត់ទោសជនល្មើសដែលរំលោភអនិច្ចជនករណីជនរូបនោះព្រមរៀបការជាមួយនឹងជនរងគ្រោះច្បាប់ដ៏ចម្រូងចម្រាសនេះនឹងត្រូវសភាបោះឆ្នោតជាលើកទី2ទៀតទើបអាចអនុម័តបានទន្ទឹមគ្នានេះដែរអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់អំពីបញ្ហានៃការបិទសិទ្ធិបញ្ចេញមតិយោបល់នៅទូគីព្រមសឿនស្រណាជូនព័ត៌មានពិស្ដាកាលពីថ្ងៃប្រហ័សសភាទូគីបានបោះឆ្នោតលើសំណើច្បាប់អនុញ្ញាតឲ្យព្យួរការកាត់ទោសជនល្មើសដែលរំលោភភេទអនិច្ចជនករណីជនរងនោះព្រមរៀបការអនិច្ចជននោះគម្រោងច្បាប់នេះបានបង្កភាពចម្រូងចម្រាសក្នុងស្រុករងការបរិហាររិះគន់ពីក្រមការពិសិដ្ឋកុមារនិងក្រមប្រឆាំងរដ្ឋមន្ត្រីយុតិធម៌ទូគីបានរិះគន់ក្រមប្រឆាំងថាចង់បង្វែរខ្លឹមសារពិតនៃគម្រោងច្បាប់នេះយោងតាមរដ្ឋមន្ត្រីយុតិធម៌គម្រោងច្បាប់នេះប្រើបានតែករណីពិសេសមួយចំនួនប៉ុណ្ណោះដូចជាករណីគូស្នេហ៍ដែលខាងភាគីខាងស្រីមិនទាន់គ្រប់អាយុបើភាគីខាងប្រុសព្រមរៀបការគាត់នោះភាគីខាងប្រុសអាចរួចទោសក្នុងសង្គមទូគីមានករណីគ្រូពេទ្យជូនដំណឹងទៅរដ្ឋអាជ្ញាពីនារីអនិច្ចជនមានផ្ទៃពោះដូច្នេះអាជ្ញាធរបានចាប់បរិសុទ្ធជាគូស្នេហ៍ដាក់ពន្ធនាគារធ្វើឲ្យនារីរងគ្រោះត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងគម្រោងច្បាប់លើកលែងជនបំពានភេទនេះគឺចង់ស្រោចស្រង់គូស្នេហ៍រងគ្រោះប្រភេទនេះប៉ុន្តែពាក្យថាលើកលែងជនបំពានភេទនេះហើយដែលបង្កជាភាពចម្រូងចម្រាសឡើងសូមបញ្ជាក់ថាទូគីអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍
ចាប់ពីអាយុ17ឆ្នាំឡើងទៅសម្រាប់ករណីលើកលែងមួយចំនួនគេក៏អាចរៀបការក្នុងវ័យ16ឆ្នាំដែរករណីរៀបការទាំងនៅជាអនិច្ចជននេះច្រើនមាននៅតាមភាគខាងកើតប្រទេសហើយក្មេងស្រីបានរងសម្ពាធឲ្យរៀបការពីក្រុមគ្រួសារដោយឡែកទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិយោបល់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក David Kay បានទៅទស្សនកិច្ចនៅទូគីនិងបានកត់សម្គាល់ពីស្ថានភាពអាប់អួរនៅទូគីក្រោយរដ្ឋប្រហារមិនបានសម្រេចខែកក្កដាលោក Kay លើកឡើងថាទូគីកំពុងប្រឈមការគំរាមសន្តិសុខពីក្រុមភេរវជនរដ្ឋអ៊ីស្លាមនិងក្រុមឧទាម PKK ប៉ុន្តែមិនមែនមានន័យថាដោយសារស្ថានភាពនេះរដ្ឋាភិបាលត្រូវតែបិទសិទ្ធិក្នុងការបញ្ចេញមតិយោបល់តាមតែចិត្តចង់នោះទេក្នុងការបោះសម្អាតរដ្ឋប្រហារកន្លងមកទូគីបានចាប់ខ្លួនឬព្យួរការងារមនុស្សជាង100,000នាក់ក្នុងនោះមានអ្នកសារព័ត៌មានកសែតប្រឆាំងជាច្រើនអ្នកសារព័ត៌មានជាច្រើនត្រូវអាជ្ញាធរបិទទ្វារលោកនាងជាទីគោរពលោកអ្នកកំពុងតែស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងត្រចៀក RFI វិទ្យុបារាំង RFI ភ្នំពេញ92 MHz សៀមរាប92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHz លោកនាងជាទីគោរពជាបន្តទៅទៀតនេះលោកអ្នកនឹងបានស្ដាប់ដំបូងគឺជានីតិបច្ចុប្បន្នភាពកម្ពុជានៅក្នុងសប្តាហ៍នេះដែលជាការសរុបព្រឹត្តិការណ៍កម្ពុជាសំខាន់រៀបចំជូនឡើងដោយស្រីសុភ័ក្របន្តមកគឺជានីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃនៅថ្ងៃនេះសូមមេសាសូមលើកឡើងអំពីបកប្រឆាំងនឹងចូលប្រជុំសភាវិញដោយសារតែផលប្រយោជន៍ជាតិឬក៏អត់ផ្លូវនៅចុងបញ្ចប់នៃកម្មវិធីរបស់យើងគឺជានីតិរៀនភាសាបារាំងរបស់មកពិសេសដែលស្ដីអំពីជីវភាពសង្គមនៅតាមសង្កាត់នានានៅទីក្រុងប៉ារីបច្ចុប្បន្នភាពកម្ពុជាក្នុងសប្តាហ៍នេះតែនៅទូទាំងប្រទេសកម្ពុជានៅក្នុងសប្តាហ៍នេះមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើងយើងស្ដាប់ស្រីសុភ័ក្រថ្ងៃអាទិត្យទី13ខែវិច្ឆិកាគឺជាថ្ងៃទី1នៃព្រឹត្តិពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុកដែលប្រជាពលរដ្ឋខ្មែរទូទៅទន្ទឹងរង់ចាំចាប់ពីឆ្នាំ2010មកពលគឺក្រោយឧបទ្ទវហេតុរត់ជន់គ្នាស្លាប់ជាង300នាក់នៅស្ពានកោះពេជ្រព្រឹត្តិពិធីនេះត្រូវបានអវត្តមានចំនួន4ឆ្នាំគឺនៅឆ្នាំ2011 2012 2013និងឆ្នាំ2015ដោយមូលហេតុផ្សេងៗក្នុងឆ្នាំ2016នេះភ្លើងពណ៌ស្តង់លក់ទំនិញឆាកតន្ត្រីយ៉ាងកក្រឹកកក្រែងនិងកងកម្លាំងការពារជាង10000នាក់ត្រូវបានរៀបចំឡើងដើម្បីទទួលពលរដ្ឋមកលេងភ្នំពេញដោយឡែកបើនិយាយអំពីបញ្ហាសម្រាមវិញអ្នកនាំពាក្យសាលាក្រុងភ្នំពេញលោកមានច័ន្ទយាដាបានប្រាប់វិទ្យុបារាំងថាសាលារាជធានីភ្នំពេញបានសហការជាមួយនឹងក្រុមហ៊ុនប្រមូលសម្រាមស៊ីនទ្រីដើម្បីដាក់ពង្រាយបុគ្គលិកប្រមូលសម្រាមចំនួន1700នាក់បែងចែកជា2វេនគឺដើរសម្អាតទាំងថ្ងៃទាំងយប់ទន្ទឹមគ្នានេះគឺមានធុងនិងជាលដាក់សម្រាមរាប់ម៉ឺនធុងផងដែរថ្ងៃទី1នៃពិធីបុណ្យអុំទូកដដែលសពបរិសុជនរងគ្រោះជាកីឡាករអុំទូក2នាក់ដែលបានបាត់ខ្លួនក្នុងទឹកក្រោយទូកងរបស់ពួកគេប៉ះជាមួយនាវាទេសចរមួយគ្រឿងនៅមុខព្រះបរមរាជវាំងត្រូវបានប្រទះឃើញនៅស្រុកលវីអែមនិងស្រុកស្អាងខេត្តកណ្ដាលនៅព្រឹកថ្ងៃទី13វិច្ឆិកាគូជម្រាបថាទូកងមានឈ្មោះថារស្មីស្រីស្រស់ដាញ់ទឹកសែនជ័យមកពីវត្តអំពើវ័នស្ថិតក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅអំឡុងពេលសណ្ដោងមកប្រណាំងសាកល្បងនៅមុខព្រះបរមរាជវាំងកាលពីថ្ងៃសុក្រទី11ខែវិច្ឆិកាបានបុកជាមួយកាណូតទេសចរមួយបណ្ដាលឲ្យទូកលិចនិងបាត់ខ្លួនបរិសុ2នាក់ខណៈអ្នកអុំទូក7នាក់ផ្សេងទៀតមិនបានរងរបួសអ្វីឡើយនៅពេលដែលការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មីនឹងត្រូវបិទបញ្ចប់ទាំងស្រុងក្នុងសប្តាហ៍នេះមេដឹកនាំគណៈបកនយោបាយធំៗនៅកម្ពុជាកំពុងតែអំពាវនាវជាបន្តបន្ទាប់ឲ្យពលរដ្ឋដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតក៏ច្បងបញ្ជាក់ឲ្យថានឹងមិនអាចពន្យាពេលចុះឈ្មោះបោះឆ្នោតបានទេបើទោះបីជាការចុះឈ្មោះមិនអាចគ្រប់តាមការរំពឹងទុកក៏ដោយសឿងភិរៈលោកអិតព័ត៌មាននេះឡើងវិញដែលយើងបានចាក់ផ្សាយកាលពីថ្ងៃច័ន្ទទាំងលោកហ៊ុនសែនលោកសំរងស៊ីនិងលោកកឹមសុខាពេលនេះបានអំពាវនាវជាបន្តបន្ទាប់ដល់ពលរដ្ឋខ្មែរគ្រប់រូបត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាខណៈចំនួនពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោតមានចំនួនថយចុះប្រកៀកប្រកាយនឹងពេលបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី29ខែវិច្ឆិកាខាងមុខលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិតាមរយៈ Facebook របស់លោកបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាលោកក៏បានសូមឲ្យ
ដោយអ្នកដែលបានចុះឈ្មោះរួចហើយត្រូវក្រើនរំលឹកនិងជួយណែនាំអ្នកនៅជុំវិញខ្លួនដែលមិនទាន់បានចុះឈ្មោះនៅឡើយឲ្យទៅចុះឈ្មោះជាបន្ទាន់ដើម្បីសង្គ្រោះជាតិខ្មែរលោកកម្មសខាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិក៏បានផ្សាយសារជាវីដេអូក្នុង Facebook លោកអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលមានអាយុគ្រប់18ឆ្នាំគិតដល់ថ្ងៃទី4ខែមិថុនាឆ្នាំ2017ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាលោកថាទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក្នុងនាមជាពលរដ្ឋគួរតែព្យាយាមឲ្យអស់លទ្ធភាពដើម្បីទៅចុះឈ្មោះបោះឆ្នោតសម្រាប់អនាគតប្រទេសជាតិលោកនាយករដ្ឋមន្ត្រីហ៊ុនសែនវិញក៏ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសយុវជនយុវនារីទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាព្រោះនេះគឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការចុះឈ្មោះនិងបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេសដែលខ្លួនពេញចិត្តតាមលក្ខណៈប្រជាធិបតេយ្យកាលពីថ្ងៃទី12ខែវិច្ឆិកាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបលោកស៊ីប៊ុនហុកបានអំពាវនាវដល់ពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាមុននឹងការចុះឈ្មោះត្រូវបាត់បញ្ចប់លោកប្រធានកោជបបន្ថែមថាការចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ2016នេះគឺជាលក្ខខណ្ឌចាំបាច់ដើម្បីបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2017ហើយបើគ្មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទេពុំមានសិទ្ធិបោះឆ្នោតឡើយលោកហំពុធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំងថានឹងមិនមានការពន្យាពេលចុះឈ្មោះបោះឆ្នោតតទៅទៀតនោះទេបើទោះបីជាអ្នកដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតមិនបានមកចុះឈ្មោះគ្រប់ចំនួនក៏ដោយសូមបញ្ជាក់ថាកោជបក៏បានបន្ថែមយន្តការពិសេសមួយចំនួនទៀតដូចជាការជួលវិទ្យុនៅតាមខេត្តធ្វើការផ្សព្វផ្សាយនិងឆ្លៀតឱកាសឲ្យមានការធ្វើអត្ថាធិប្បាយទាក់ទងទៅនឹងការអំពាវនាវទៅចុះឈ្មោះបោះឆ្នោតផងដែរសម្រាប់អ្នកអត្ថាធិប្បាយនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអស់អំបុករយៈពេល3ថ្ងៃយោងតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ2016ពីថ្ងៃទី1កញ្ញាដល់ថ្ងៃទី13វិច្ឆិកាគឺមានពលរដ្ឋប្រមាណ7លាននាក់ឬត្រូវនឹង 73% នៃពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតប្រមាណ9លាន6សែននាក់តាមលទ្ធផលចុងក្រោយបង្ហាញថាខេត្តខ្លះមានពលរដ្ឋចុះឈ្មោះតែ23នាក់តែប៉ុណ្ណោះក្នុងថ្ងៃទី13ខែវិច្ឆិកាម្សិលមិញលោកនាងកំពុងតែស្ដាប់ការសរុបព្រឹត្តិការណ៍កម្ពុជាប្រចាំសប្តាហ៍ ABCនៅថ្ងៃអង្គារកន្លងទៅអាជ្ញាធរខេត្តកំពតបានរកឃើញសាកសពមនុស្សចំនួន4នាក់ដែលបានស្លាប់ដោយសារការលិចទូកទេសចរមួយគ្រឿងដែលដឹកភ្ញៀវជាង70នាក់ទៅមើលថ្ងៃលិចនិងសត្វអំពិលអំពែកនាតាមមាត់ព្រែកជិតស្ពានថ្មីក្នុងខេត្តកំពតកាលពីយប់ថ្ងៃទី14វិច្ឆិកាសពជនរងគ្រោះទាំង4នាក់មាន3នាក់ជាម្ដាយក្មេកប្រពន្ធនិងកូនប្រុសរបស់នាយការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពតដោយឡែកម្ចាស់ទូកឈ្មោះសុកលីមភេទប្រុសអាយុ44ឆ្នាំត្រូវបានឃាត់ខ្លួនដោយឡែកអ្នកបើកបរទូកឈ្មោះរស់ស្មានបានរត់គេចខ្លួនកម្មវិធីប្រណាំងទូកឆ្នាំ2016បានបិទបញ្ចប់ហើយកាលពីថ្ងៃទី15វិច្ឆិកាទូកគូពិសេសដែលជាទូកល្បឿនលឿនជាងគេប្រចាំឆ្នាំបានទៅលើទូកឈ្មោះសារាយដេជោសែនជ័យមកពីខេត្តកណ្ដាលដែលមានចំណុះ77នាក់អមរយៈពេល3ថ្ងៃលទ្ធផលសរុបប្រើប្រាស់ថេរវេលា28នាទី30វិនាទី 62% ចំណែកទូកដែលគណៈកម្មាធិការវិយតម្លៃផ្នែកសោភ័ណភាពមានក្បូរក្បាច់រចនានិងលក្ខណៈសម្បត្តិល្អជាងគេលេខ1បានទៅលើទូកឈ្មោះកងពិសីមហាសានដេជះមកពីខេត្តកំពង់ស្ពឺទូកលេខ2មានឈ្មោះព្រះទីនាំងបូកូសែនជ័យមកពីវត្តព្រែកប្រាំងនិងលេខ3បានទៅលើទូកដេជះសែនជ័យរស្មីមេកុងមកពីរាជធានីភ្នំពេញដោយឡែកលទ្ធផលទូកទទួលចំណាត់ថ្នាក់តាមផែនមានទូកមួយចំនួនជាប់លេខ1លេខ2និងលេខ3ដល់លេខ4លោកប៊ូជុំសេរីរដ្ឋលេខាធិការក្រសួងអប់រំនិងជាប្រធានគណៈកម្មការបច្ចេកទេសប្រណាំងទូកបានប្រាប់វិទ្យុបារាំងថារយៈពេល3ថ្ងៃការអុំទូកប្រព្រឹត្តទៅចប់ចុងចប់ដើមដោយមិនមានកីឡាករណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយបនអមទូករយៈពេល3ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមនុស្សជិត14នាក់ស្លាប់ខណៈដែលបាត់ល្មើសទូទៅមានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2014ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញត្រូវបានអាជ្ញាធរកម្ពុជាវិយតម្លៃថាបានប្រព្រឹត្តទៅប្រកបដោយជោគជ័យបំផុតវ៉ាសំណប់លោកអត្តព័ត៌មាននេះឡើងវិញដោយបានប្រៀបធៀបទៅនឹងពិធីបុណ្យអុំទូកចុងក្រោយរបស់កម្ពុជាកាលពីឆ្នាំ2014អាជ្ញាធរកម្ពុជានៅថ្ងៃនេះបានវិយតម្លៃថាពិធីបុណ្យអុំទូកឆ្នាំនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យធំធេងបំផុតនិងទទួលបានការចូលរួមពីមហាជនខ្មែរជាច្រើននៅក្នុងសន្និសីទកាសែតនៅថ្ងៃនេះលោកនាយឧត្តមសេនីយ៍គៀតចន្ទថារិទ្ធអគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថាអ្វីៗទាំងអស់បានប្រព្រឹត្តទៅក្នុងលក្ខណៈល្អប្រសើរប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរសម្
សម្រាប់ជាតិទាំងមូលព្រោះថាក្នុងរយៈពេល3ថ្ងៃមកនេះស្ថិរការសន្តិសុខទូទៅមានភាពល្អប្រសើរពលគឺពុំមានអ្វីធំដុំកើតឡើងដែលជាការគំរាមកំហែងដល់ពិធីបុណ្យឬអាយុជីវិតរបស់ប្រជាពលរដ្ឋអ្នកចូលរួមនោះទេតែតាមរបាយការណ៍នេះបាត់ល្មើសនៅទូទាំងប្រទេសក្នុងរយៈពេល3ថ្ងៃនៃពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15វិច្ឆិកាឆ្នាំ2016នេះបានកើតឡើងចំនួន28លើកក្នុងនោះបទឧក្រិដ្ឋមានចំនួន8ករណីនិងបានឃាត់ខ្លួនមនុស្សចំនួន40នាក់ដែលឡែកសម្រាប់តែរាជធានីភ្នំពេញក្នុងរយៈពេល3ថ្ងៃនេះមានករណីខ្វះហៅប៉ៅបានកើតឡើងចំនួន18លើកក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន16នាក់ករណីខ្យល់កូរថប់ដង្ហើមចំនួន14ករណីករណីកីឡាករធ្លាក់ទឹកមានចំនួន18នាក់លិចទូកចំនួន4គ្រឿងនិងករណីក្មេងវង្វេងបាត់ឪពុកម្ដាយចំនួន57ករណីដែលឡែកលើគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល3ថ្ងៃនេះវិញមានចំនួន34លើកបានបណ្ដាលឲ្យមនុស្សចំនួន14នាក់ស្លាប់និង99នាក់បានរងរបួសគួរជំរាបជូនថានៅក្នុងពិធីបុណ្យអុំទូករយៈពេល3ថ្ងៃនេះនៅភ្នំពេញអាជ្ញាធរកម្ពុជាបានដាក់ពង្រាយកងកម្លាំងគ្រប់ប្រភេទជាង 10000 នាក់ព្រោះថាបញ្ហាសន្តិសុខគឺជាអាទិភាពរបស់អាជ្ញាធរកម្ពុជាក្រោយពីព្រឹត្តិការណ៍រត់ជន់គ្នាស្លាប់នៅកោះពេជ្រជាង300នាក់កាលពីឆ្នាំ2010និងរលកបាតុកម្មរបស់គណៈបកប្រឆាំងក្រោយពីការបោះឆ្នោតជាតិនៅឆ្នាំ2013ទោះជាយ៉ាងនេះក្តីអាជ្ញាធរកម្ពុជាបានបង្ហាញការសោកស្ដាយចំពោះអបតវហេតុស្លាប់មនុស្ស4នាក់ដោយសារតែលេខទូកទេសចរនៅក្នុងខេត្តកំពតនិងបានចាត់ទុកករណីនេះថាគឺជាបទពិសោធន៍ថ្មីរបស់ខ្លួនសូមបញ្ជាក់ថាប្រតិភិធីបុណ្យអុំទូកបណ្ដាប្រទីបនិងអអំបុកសំពះព្រះខែត្រូវបានរដ្ឋាភិបាលកម្ពុជាប្រារព្ធឡើងវិញបន្ទាប់ពីខកខានចំនួន4លើកក្រោមហេតុផលផ្សេងៗគ្នានៅឆ្នាំនេះមានទូកចំនួន257ចូលរួមហើយក្នុងនោះទូកដែលមានឈ្មោះថាសារាយដៃជួសែនជ័យមកពីខេត្តកំពង់ស្ពឺត្រូវបានវិតម្លៃថាជាទូកដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំនេះពិធីបុណ្យអុំទូកនៅឆ្នាំនេះបានបិទបញ្ចប់ទៅជាមួយនឹងការរិះគន់ពីការគ្រប់គ្រងសម្រាប់មិនបានល្អផងដែរលោកនាងកំពុងតែស្ដាប់ការសរុបព្រឹត្តិការណ៍កម្ពុជាប្រចាំសប្តាហ៍ RFI ខណៈដែលថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបទាំង9នាក់បានសម្រុកចុះបេសកកម្មទូទាំងប្រទេសដើម្បីពិនិត្យមើលដំណើរការចុះឈ្មោះបោះឆ្នោតអំឡុងពេលបុណ្យអុំទូកមេបក្សសង្គ្រោះជាតិកាលពីខែអង្គារបានផ្ដើមសរសេរលើ Facebook របស់ខ្លួនដើម្បីបង្ហោះរូបភាពនិងសារនយោបាយដុតចិត្តពលរដ្ឋខ្មែរឲ្យទៅចុះឈ្មោះបោះឆ្នោតផងដែរកោជបបញ្ជាក់ថានឹងវាយតម្លៃសារផ្សព្វផ្សាយរបស់មេបកប្រឆាំងឡើងវិញនៅពេលដែលថ្នាក់ដឹកនាំកោជបមកជុំគ្នាវិញនៅរាជធានីភ្នំពេញក្រោយពិធីបុណ្យអុំទូករយៈពេល3ថ្ងៃបានបិទបញ្ចប់នៅថ្ងៃទី17វិច្ឆិកានេះរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញរិទ្ធបានបង្ហាញជាសាធារណៈថាមានមនុស្សមួយក្រុមចង់បំផ្លាញកម្មវិធីផ្សាយស្ដីពីពិធីបុណ្យអុំទូករបស់ទូរទស្សន៍ជាតិកម្ពុជាជាការបំផ្លាញធ្វើឡើងតាមរយៈការលួចកាត់សម្ភារៈផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាយើងស្ដាប់អេងកំហុងលំអិតជូនព័ត៌មាននេះឡើងវិញដែលយើងបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍លោកខៀវកញ្ញរិទ្ធបានចាត់ទុកទង្វើលួចកាត់បំផ្លាញសម្ភារៈផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាពីសំណាក់មនុស្សមួយក្រុមដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះហៅថាជាក្រុមអគតិគឺមានបំណងបង្អាក់ការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាជុំវិញព្រឹត្តិការណ៍នៃពិធីបុណ្យអុំទូកពួកគេធ្វើដូច្នេះគឺមានគោលបំណងទម្លាក់ទោសមកលើរដ្ឋាភិបាលតាមរយៈទង្វើនេះលោកខៀវកញ្ញរិទ្ធបានសន្និដ្ឋានថាទង្វើអ្វីក៏ពួកគេហ៊ានធ្វើដែរព្រោះថាខ្សែភ្លើងដែលពួកគេកាត់ផ្ដាច់នោះមិនអាចតភ្ជាប់វិញបានទេដូច្នេះលោកបានសន្និដ្ឋានថាពួកគេមានជំនាញច្បាស់លាស់តែយ៉ាងណាមិញទង្វើនេះមិនបានបង្អាក់កម្មវិធីផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានោះទេព្រោះថាក្រុមការងាររបស់ក្រសួងព័ត៌មានមានខ្សែត្រៀមជំនួសតាមការបញ្ជាក់ពីលោកខៀវកញ្ញរិទ្ធភ្លាមក្រោយរឿងនេះកើតឡើងលោកសម្រេចមិននិយាយអ្វីទាំងអស់ដើម្បីរក្សាភាពស្ងៀមស្ងាត់នៅក្នុងឱកាសនៃពិធីបុណ្យអុំទូកប៉ុន្តែយ៉ាងណាក៏ដោយលោកខៀវកញ្ញរិទ្ធមិនបានបង្ហាញពីវិធានការទៅលើក្រុមមនុស្សដែលបានចូលមកកាត់ខ្សែភ្លើងនេះនៅឡើយទេប៉ុន្តែលោកបានកោតសរសើរដល់ក្រុមការងារនៃវិទ្យុជាតិនិងទូរទស្សន៍ជាតិកម្ពុជាដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយជោគជ័យក្នុងរយៈពេល3ថ្ងៃនៃពិធីបុណ្យអុំទូកនេះគួរជម្រាបជូនថានៅក្នុងពិធីបុណ្យអុំទូករយៈពេល3ថ្ងៃនេះនៅភ្នំពេញអាជ្ញាធរកម្ពុជាបានដាក់ពង្រាយកងកម្លាំងគ្រប់ប្រភេទជាង 10000 នាក់ព្រោះថាបញ្ហាសន្តិសុខគឺជាបញ្ហាអាទិភាពរបស់អាជ្ញាធរកម្ពុជាក្រោយពីព្រឹត្តិការណ៍រត់ជន់គ្នាស្លាប់នៅកោះពេជ្រជាង300នាក់កាលពីឆ្នាំ2010និងរលកបាតុកម្មរបស់គណៈបកប្រឆាំងក្រោយការបោះឆ្នោតជាតិឆ្នាំ2013ទោះជាយ៉ាងនេះក្តីអាជ្ញាធរកម្ពុជាបានបង្ហាញការសោកស្ដាយផងដែរចំពោះឧបទ្ទវហេតុស្លាប់មនុស្ស4នាក់ដោយសារការលិចទូកទេសចរនៅខេត្តកំពតនិងបានចាត់ទុកករណីនេះថាជាបទពិសោធន៍ថ្មីរបស់ខ្លួនលោកនាងកំពុងតែស្ដាប់ការសរុបព្រឹត្តិការណ៍កម្ពុជាប្រចាំសប្តាហ៍ RFI
សាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី17វិច្ឆិកាបានប្រកាសសារក្រមកម្បាំងមុខសម្រាប់ដាក់ទោសលោកស្រីថាឡានីសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីឲ្យជាប់ពន្ធនាគារ1ឆ្នាំ6ខែនិងពិន័យ8លានរៀលដោយចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងយុយងឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមគូរំលឹកថាលោកស្រីថាឡានីត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្តឹងតាមរយៈមេធាវីទាមទារសំណងជំងឺចិត្ត100រៀលដោយសំអាងលើវីដេអូមួយដែលលោកស្រីថាឡានីបានថ្លែងភ្ជាប់ឈ្មោះលោកហ៊ុនសែនថាជាអ្នកបាញ់សម្លាប់លោកបណ្ឌិតកែមលីក្នុងពេលដែលលោកស្រីបានថ្លែងក្នុងវេទិកាមួយនៅខេត្តរតនគិរីកាលពីថ្ងៃទី29កក្កដាឆ្នាំ2016នៅថ្ងៃប្រហោះនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានជួបសំណេះសំណាលជាមួយអាចារ្យនីទូទាំងប្រទេសនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញនេះគឺជាជំនួបប្រចាំឆ្នាំរបស់អាចារ្យទូទាំងប្រទេសដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រិតក្រមអាចារ្យជាគោលដែលមានការឯកភាពរួមនិងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យទាំងអស់ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលពីសមាគមអាចារ្យខ្មែរលោកនាងកំពុងតែស្ដាប់ការសរុបព្រឹត្តិការណ៍កម្ពុជាប្រចាំសប្ដាហ៍RFI Facebook របស់ក្រសួងធម្មការនិងសាសនាអាចនឹងត្រូវបិទមួយរយៈឬត្រូវបិទដំណើរការទាំងស្រុងនៅការផ្សាយព័ត៌មានស្ដីពីសកម្មភាពការងាររបស់ក្រសួងនាពេលអនាគតបើតាមលោកមីសំណាងប្រធានការផ្សាយព័ត៌មានដែលប្រកាសនៅលើ Facebook របស់ក្រសួងនៅព្រឹកថ្ងៃសុក្របានបញ្ជាក់ថាកន្លងមកក្រុមការងារយុវជនរបស់លោកបានទទួលការជួយឧបត្ថម្ភថ្លៃអ៊ីនធឺណិតនិងប្រាក់ឧបត្ថម្ភផ្សេងៗចំនួន500,000រៀលឬ$125សហរដ្ឋអាមេរិកពីក្រសួងធម្មការនិងសាសនាតែចាប់ពីខែមករាឆ្នាំ2016មកទល់នឹងថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2016ក្រុមការងាររបស់លោកពុំធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភអ្វីទាំងអស់សូម្បីតែប្រាក់ដាក់អ៊ីនធឺណិតក៏ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដែរលោកបន្ថែមថាបើក្នុងករណីរកថវិកាមិនបានក្រុមការងាររបស់លោកសូមសម្រាកឬឈប់ទាំងស្រុងកម្មវិធីនេះសហការឧបត្ថម្ភដោយគ្រឹះស្ថានមីក្រូហេរ៉ាញ់វត្ថុ LOLC ដើម្បីគំនិតរីកចម្រើន Sinvenju ជាក្រុមហ៊ុនផ្ដាច់មកកាហ្វេពីប៉ៃលិននិងមណ្ឌលគិរីដែលមានតែមួយគត់នៅកម្ពុជាកាហ្វេ Funon សញ្ញាមេដៃកាហ្វេធម្មជាតិសុទ្ធឈ្ងុយឆ្ងាញ់ផលិតដោយក្រុមយុវជនយុវនារីខ្មែរសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សិក្សាដើម្បីបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃសិក្សានៅ CUSម៉ាស៊ីនទឹកក្តៅម៉ារីណៃជាផលិតផលលំដាប់ថ្នាក់លេខ1របស់ប្រទេសជប៉ុនមានគ្រប់ប្រភេទតាមតម្រូវការរបស់លោកអ្នកព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃគណៈបក្សសង្គ្រោះជាតិបានប្រកាសពីគោលជំហរផ្លូវការពីការចូលប្រជុំសភាពេញអង្គនៅថ្ងៃទី22ខែវិច្ឆិកាខាងមុខនេះបន្ទាប់ពីពហិការអរិយាពេលកន្លះឆ្នាំមកបកប្រឆាំងបានអះអាងថាការចូលប្រជុំវិញនេះគឺដោយសារតែរបៀបវារៈនៃកិច្ចប្រជុំមានប្រយោជន៍សម្រាប់ប្រទេសជាតិប៉ុន្តែអ្នកខ្លះបានមើលឃើញថាបកប្រឆាំងដែលកំពុងតែវាន់កដោយបណ្ដឹងប្រហែលជាអស់ផ្លូវដើរហើយដូចនេះធ្វើឲ្យមានមន្ទិលលើកឡើងថាតើការចូលសភាវិញរបស់បក្សសង្គ្រោះជាតិគឺជារឿងប្រយោជន៍ជាតិពិតប្រាកដឬក៏ដោយសារតែការតល់ច្រកតនេះសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ដែលរៀបចំឡើងដោយសុនមេសាវាជារូបភាពមួយក៏ប៉ុន្តែរឿងដែលសំខាន់ច្បាប់ថវិកាជាតិរបស់ប្រទេសមួយគឺជាច្បាប់សំខាន់ជាទីបំផុតព្រោះពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋដូច្នេះគណៈបក្សសង្គ្រោះជាតិយល់ឃើញថាជាច្បាប់មួយដ៏សំខាន់ហើយខាងសម្លេងភាគតិចនឹងចូលរួមដូច្នេះមតិយោបល់របស់សម្លេងភាគតិចនៅសភាអាចហៅថាជាការផ្ដល់មតិយោបល់ជាអនុសាសន៍ទៅដល់ខាងនីតិប្រតិបត្តិផងដែរនិយាយយករួចខ្លួនទេគាត់ទៅនិយាយថាច្បាប់ណាមិនមានសារៈសំខាន់គាត់មិនបាច់ចូលច្បាប់ណាដែលមានសារៈសំខាន់គាត់ចូលច្បាប់ណាដែលមិនសំខាន់ណាសភាធ្វើការមានសំខាន់មានអត់សំខាន់ច្បាប់ណាក៏ដោយតែដាក់ក្នុងរបៀបវិរៈសុទ្ធតែត្រូវបានអនុម័តដោយគណៈកម្មការចិនត្រៃរដ្ឋាតាមសំណើឡើងពីរាជរដ្ឋាភិបាលមកអញ្ចឹងច្បាប់សិទ្ធិសំខាន់ទាំងអស់គ្មានច្បាប់ណាដែលមិនសំខាន់ទេអានេះគ្រាន់តែជាលេសរបស់គាត់ទេគាត់ថាគាត់បញ្ចូលហើយគាត់ថាច្បាប់នឹងមិនសំខាន់តែពេលគាត់ចូលដើម្បីយកឱកាសវាយទៅហាមកលើគណៈបកប្រជាជនអានឹងបានគាត់ចូលអាច្បាប់ថាវិការនោះវាមានចំណុចខ្លាំងច្រើនចំពោះគាត់អញ្ចឹងនេះគាត់ចូលមកដើម្បីវាយទៅហាតាមប្រព័ន្ធផ្សព្វផ្សាយនឹងឯងអាហ្នឹងជារឿងជាតិកេងចំណេញយកនេះខាងយោបាយទេនេះគឺជាវោហារសាស្ត្រដែលគណៈបកទាំងពីរ
ឆ្លើយឆ្លងគ្នានៅចំពោះមុខការព្រមចូលសភាវិញរបស់គណៈបក្សសង្គ្រោះជាតិដែលបានផ្ទេរការអរិយៈពេលកន្លះឆ្នាំសភានឹងបើកប្រជុំពេញអង្គលើកទី2ក្រោយការចូលកងនៅថ្ងៃទី22វិច្ឆិកាសប្តាហ៍ក្រោយរបៀបវេរៈនៃកិច្ចប្រជុំនេះសំខាន់ៗរួមមានការអនុម័តលើច្បាប់ថវិកាជាតិឆ្នាំ2017និងច្បាប់មួយចំនួនទៀតលោកស៊ុនឆៃប្រធានក្រុមតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិបានលើកឡើងថាដោយសារតែរបៀបវេរៈសំខាន់ៗនេះហើយទើបគណៈបកប្រឆាំងព្រមវិលចូលសភាវិញការប្រជុំថ្ងៃ22នេះដោយសារមានករណី2ទី1គឺច្បាប់ថវិកាជាតិយើងបានពិនិត្យហើយថាច្បាប់ថវិកាជាតិមានសារៈសំខាន់គណៈបក្សសង្គ្រោះជាតិមានកាតព្វកិច្ចក្នុងការចូលរួមពិភាក្សានិងជាចំណុចមួយទៀតមានការផ្លាស់ប្ដូរអ្នកតំណាងរាស្ត្រក្នុងមណ្ឌលខេត្តកំពង់ស្ពឺជំនួសហើយដល់តែសវណ្ណដូច្នេះខ្ញុំថាជាមូលដ្ឋានធំពីរហ្នឹងលោកស៊ុនឆៃបន្ថែមវាត្រូវភ្ជាប់ទៅនឹងបញ្ហានៃការងាររបស់តំណាងរាស្ត្រការងារតំណាងរាស្ត្រដូចខ្ញុំបានបញ្ជាក់ឡងទៅគឺយើងមានកាតព្វកិច្ចតាមដានការងាររដ្ឋាភិបាលហើយការសួរសមាជិករដ្ឋាភិបាលដែលផ្ទាល់មាត់ហ្នឹងគឺថាតាំងពីឆ្នាំ1993មកយើងស្ទើរតែមិនបានសួរនាំហើយជាគោលការណ៍នឹងជំរុញឲ្យមានការសួរដេញដោលផ្ទាល់មាត់នេះហើយបើយើងសួរគេផ្ទាល់មាត់យើងមិនចូលប្រជុំអានេះជាបញ្ហាមួយណាទី2យើងហើយតែបញ្ហាពាក់ព័ន្ធទៅនឹងការកាត់លុយអីហ្នឹងមិនជាបញ្ហាដែលធ្វើឲ្យយើងបារម្ភទេព្រោះយើងធ្លាប់អត់ចូលប្រជុំសភាហើយជិត1ឆ្នាំហើយមកទល់ថ្ងៃនេះរដ្ឋសភាបានកាត់ប្រាក់ខែឡងទៅជិត1ឆ្នាំប៉ុន្តែយើងក៏មិនដែលព្រួយបារម្ភពីការកាត់ប្រាក់ខែដែរលោកសុកអេសានឡើយទេគាត់ចូលឬមិនចូលស្អាតលើគាត់ថាណាតាមមកបបោមាត់គាត់ហ្នឹងកន្លងទៅគាត់ថាគាត់ចូលទេគាត់ចូលលើការវិធីការនយោបាយហ្នឹងវាតិចឥឡូវសួរតែជាអីក្តៅហ្នឹងនៅណាដូចតែគ្នាហ្នឹងជាពលរដ្ឋទូទៅមានទីត្រង់ផ្សេងហើយចូលក្នុងអាហ្នឹងក្តៅវាតែក្តៅតែប្រហែលនេះ55នាក់ចូលប្រជុំហ្នឹងលោកស៊ុនឆៃជាលើកឡើងនឹងច្បាស់លាស់ខ្លួនឯងអ្នកនាំពាក្យគណៈបកប្រជាជនហ្នឹងម្ដងថាបែបនេះម្ដងថាបែបនោះគឺការនៃអាដាមសំឡងស៊ីយើងម្ដងថាអាដាមសំឡងស៊ីកំសានឹងមានប្រជុំនឹងច្បាប់នៅពេលអាដាមសំឡងស៊ីចាប់គាត់នឹងចូលមកទៅជាហាមមិនឲ្យយន្តហោះដឹកគាត់ចូលហើយដឹកគាត់ត្រឡប់ទៅវិញអីអានឹងគឺថាការនិយាយឡប់លែនហ្នឹងគឺជាទម្លាប់មួយដែលខ្ញុំតែនិយាយហើយបញ្ហាចូលសភាជាកាតព្វកិច្ចយើងណាគឺតំណាងរាស្ត្រដែលត្រូវបានជ្រើសរើសហើយយើងមានចិត្តធ្វើប្រតិកម្មទៅលើសកម្មភាពរដ្ឋសភាណាដែលជួយអំពីគោលការណ៍ច្បាប់ដូចជាការអនុញ្ញាតឲ្យពីកាប់តំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិជាដើមហើយបញ្ហាពាក់ព័ន្ធដទៃទៀតអានឹងវាមិនមែនជាលេសទេវាជាការងារគួររំលឹកថាគណៈបក្សសង្គ្រោះជាតិបានផ្ទេរការមិនចូលសភាអរិយៈពេលកន្លះឆ្នាំមកហើយបន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលោកកឹមសុខាអនុប្រធានគណៈបកប្រឆាំងកាលពីខែឧសភាជាប់ពាក់ព័ន្ធទៅក្នុងសំណុំរឿងស្នេហាលួចលាក់ជាមួយនឹងកញ្ញាស្រីមុំបន្ថែមពីនេះគណៈបកទាំងពីរដែលជាដៃគូប្រជែងដ៏ស្វិតស្វាញហើយដែលកំពុងមានចំនួនជាមួយគ្នារឹងរឹតតែមើលមុខគ្នាលែងចំនិងចង្អុលមុខគ្នាទៅវិញទៅមកនៅពេលដែលតុលាការកាត់ទោសនិងប្តឹងជាបន្តបន្ទាប់ទៅលើលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិនិងតំណាងរាស្ត្រមួយចំនួនក្រោយស្ថានភាពចំនួនអូសបន្លាយអស់រយៈពេលជាច្រើនខែមកគណៈបកប្រឆាំងសារជាថ្មីម្ដងទៀតបានប្រកាសគោលជំហរជាផ្លូវការវិលចូលសភាវិញទន្ទឹមនឹងនោះលោកច័ន្ទវិបុលអ្នកវិភាគនយោបាយនិងជាអ្នកតាមដានសង្គមកម្ពុជាបានមើលឃើញថាបកប្រឆាំងគឺកំពុងតែដើរដល់ផ្លូវទាល់ច្រកហើយជំរឿនរបស់គណៈបកនេះក៏គិតគូរពីបញ្ហាប្រយោជន៍ជាតិផងដែរខ្ញុំឃើញថាពលរដ្ឋពេលនេះអ្នកបកសង្គ្រោះជាតិបានពីទាល់ច្រកមួយដែលការស្នើសុំរបស់គាត់ក្តីការតស៊ូមតិក្តីការគម្រាមឲ្យរបស់គាត់រួមបានជាជោគជ័យទេទោះបីជាការស្នើសុំរបស់គាត់ការតស៊ូមតិគាត់ក៏បានតែជាលក្ខណៈជាអន្តរជាតិមានការអំណរស្វាគមន៍ប៉ុន្តែអត្ថប្រយោជន៍របស់គាត់មិនបានដូចអ្វីដែលគាត់បន្តតែចង់បានទេអញ្ចឹងឯងនេះជាចំណុចមួយដែលជាចំណុចស្គាល់ប៉ុន្តែការដែលគាត់សម្រេចចិត្តចូលសភាខ្ញុំឃើញថាវាជារឿងដែលចាំបាច់ណាស់ពីព្រោះថាវាកាលណានិយាយពីសភាគឺសំដៅទៅលើតំណាងរាស្ត្រឬសភាដែលតំណាងឲ្យប្រជាពលរដ្ឋទូទាំងប្រទេសជាតិប្រជាពលរដ្ឋក្រៅមានអ្នកបានផ្ដល់សេចក្តីទុកចិត្តរបស់តាមរយៈឆ្នោតឆ្នាំ2013ហើយយើងឃើញតាំងពីសភាដូចនេះជាប់ឆ្នោតឃើញគណៈបកទីជួបនេះរហូតដល់ក៏អត់ចូលសភាជាសញ្ញាមួយមិនល្អទេសម្រាប់ពលជាតិតែមិនឲ្យអ្នកទាំងពីរធ្វើការរួមគ្នាបានដែលនេះហើយគឺនាំឲ្យខាតប្រយោជន៍របស់ជាតិពីព្រោះប្រជាពលរដ្ឋចង់ឃើញអ្នកទាំងពីរធ្វើការជុំគ្នាទៅពីផលប្រយោជន៍ជាតិដែលឡៃលោកសុកទួយបណ្ឌិតវិជាសាស្ត្រនយោបាយវិញបានមើលឃើញថាគណៈបកប្រឆាំងកំពុងតែមានបញ្ហាដល់ខ្លួនឯងបញ្ហានោះគឺបាតុកម្មដែលដាក់សម្ពាធឲ្យរដ្ឋាភិបាលក៏គ្មានប្រសិទ្ធភាព
ហើយក៏គ្មានដំណោះស្រាយចំពោះការទាមទារណាមួយឲ្យដោះលែងសកម្មជនឬក៏តំណាងរាស្ត្ររបស់ខ្លួន គណៈបកសង្គ្រោះជាតិជាប់មកក្នុងនាមជាតំណាងប្រជាពលរដ្ឋជិត2នាក់អញ្ចឹងត្រូវមានទូនីតិទោះបីជាគាត់សម្រេចមិនសម្រេចគាត់ត្រូវតែមកបង្ហាញដើម្បីប្រាប់ទៅម្ចាស់ឆ្នោតវិញថាខ្ញុំបានបំពេញកាតព្វកិច្ចជាតំណាងប្រជាពលរដ្ឋហើយការពិនិត្យការមិនមែនជាដំណោះស្រាយទេត្រូវតែចេញមកប្រជុំដើម្បីតតាំងរាល់ហេតុការណ៍ដែលកើតមានឡើងនៅក្នុងបរិបទនៅក្នុងសង្គមសភានឹងជៀសវាងយើងដឹងហើយថាខាងគណៈបកស្បានតើពីរូបភាពមួយរូបភាពពិនិត្យការរូបភាពទី2រូបភាពបាតកម្មអញ្ចឹងរូបភាពទាំងអស់នោះគឺអត់មានប្រសិទ្ធភាពទេមិនត្រឹមតែអត់មានប្រសិទ្ធភាពទេវារឹងរឹតតែធ្វើឲ្យបែកបាក់ក្រោយការប្រកាសដើរចេញពីសភាគណៈបកសង្គ្រោះជាតិធ្លាប់បានបញ្ជាក់ថាប្រសិនបើគ្មានស្ថានភាពនយោបាយធូរស្រាលនោះទេគណៈបកប្រឆាំងនឹងមិនវិលចូលសភាវិញឡើយទន្ទឹមនឹងនោះលោកច័ន្ទវិបុលអ្នកតាមដានសង្គមបានវិតម្លៃចំពោះស្ថានភាពនយោបាយចុងក្រោយយ៉ាងដូចនេះថាមានឃើញថាជាទូទៅចរិតអ្នកនយោបាយទាំងពីគណៈបកទាំងពីរនេះលោកហាក់ដូចជាមិនទាន់ពីការផ្លាស់ប្ដូរពីដងកំភួនទេពីគណៈបកខាងអំណាចលោកនៅតែប្រើប្រាស់អំណរកងកម្លាំងបដៅពុទ្ធតែកងនៅតែប្រើប្រាស់អំណាចគ្រប់គ្រងរដ្ឋាភិបាលដើម្បីដាក់សម្ពាធទៅបកសង្គ្រោះជាតិហើយយើងឃើញថាគណៈបកសង្គ្រោះជាតិនៅតែបន្តប្រើប្រាស់កម្លាំងដែលជាប្រជាពលរដ្ឋគ្រប់គ្រងដើម្បីដាក់សម្ពាធក្នុងការធ្វើវិជាពិភពឬក៏ការធ្វើអបតិកម្មដើម្បីទប់ទល់កម្លាំងដៃរបស់គណៈរដ្ឋាភិបាលឬក៏ដោយសារសាធារណតែប៉ុន្តែយើងឃើញថាមានភាពធូរស្រាលមួយចំនួនដែរយ៉ាងហោចណាស់ក៏គាត់បានសម្រេចចិត្តនិយាយរកគ្នានៅនេះក៏អាចទៅចូលប្រជុំជាមួយគ្នាបានខ្ញុំឃើញថាវាជារឿងមួយដែលសំខាន់ហើយខ្ញុំឃើញថាមានការពិភាក្សាឡើងនៅក្នុងសង្គមនយោបាយលោកសុំទូចនយោបាយនៅពេលបច្ចុប្បន្ននេះមើលថាមិនធ្ងន់ធ្ងរដូចថៃទេថៃគឺធ្ងន់ធ្ងរជាងយើងឆ្ងាយណាស់ប៉ុន្តែគេដោះស្រាយបានគឺដោយសារអីដោយសារតែយើងត្រូវតែអង្គុយជិតគ្នាហើយដោះស្រាយទេកុំឲ្យមួយទៅជើងមេឃមួយទៅជើងមុខអាហ្នឹងមិនងាយរកឃើញទេហើយចំណុចមួយទៀតសូមកុំយកបរទេសមកដាក់គំនាបបើយកបរទេសដាក់គំនាបវាទល់តែពិភពលោកមានពងពីរឥឡូវពងពីដាក់គំនាបយ៉ាងម៉េចយកអាមេរិកកាំងមកដាក់គំនាបចិនវាមានដាក់ឯណារុស្ស៊ីវាមានដាក់ឯណាលោកសុនឆៃខ្ញុំថាជាគោលការណ៍យើងត្រូវតែរកវិធីណាដើម្បីសម្រួលគ្នាហើយធ្វើការងារពីប្រយោជន៍ប្រទេសជាតិការខុសឆ្គងខ្លះនៃការងារត្រូវតែមានការដោះស្រាយត្រូវតែមានការសម្រួលវាជាមូលដ្ឋានធំសំខាន់ក្នុងការបំពេញតួនាទីបម្រើប្រទេសជាតិត្រូវតែរកការដោះស្រាយចោះស្រួលរវាងគ្នារវាងខ្មែរនិងខ្មែរហើយមានតែការដោះស្រាយរវាងខ្មែរនិងខ្មែរហើយស្រួលសម្រួលគ្នាយល់ចិត្តគ្នាហើយទុកចិត្តគ្នានិងគោរពតួនាទីគ្នានឹងហើយដែលអាចជំរុញទៅដល់ការកែសម្រួលការគ្រប់គ្រងឲ្យបានប្រសើរលោកសុកអេសានរវាយអត់ត្រូវទេពួកគាត់ដូចខ្មោចចេញខ្មោចចូលដូចពាក្យខ្មែរអញ្ចឹងណាម្ដងខ្មោចចេញម្ដងខ្មោចចូលស្រេចលើគាត់ដូចគាត់ថានយោបាយសភាពការនយោបាយក្តៅគាត់ថានយោបាយក្តៅទៅដល់អារឿងតតែហ្នឹងគាត់ថានយោបាយជាក់គាត់ចូលគាត់ថាតតែទៅអាហ្នឹងគេមិនខ្មោចចេញខ្មោចចូលពាក្យខ្មែរហ្នឹងស្រួលយល់ណាអារឿងខ្មោចចេញខ្មោចចូលយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះបើទោះបីជាគណៈបកប្រឆាំងបានប្រកាសគោលជំហរជាផ្លូវការវិលចូលសភាវិញមែនក៏ប៉ុន្តែគ្មានឡើយការចរចារវាងគណៈបកដៃគូសន្តិនិកទាំងពីរនៅក្នុងក្របខ័ណ្ឌប្រព័ន្ធតុលាការនេះគឺជាគោលជំហរចុងក្រោយរបស់គណៈបកកណ្ដាលអំណាចប៉ុន្តែអ្នកវិភាគនៅកម្ពុជាបានស្នើឲ្យគណៈបកទាំងពីរបន្តការធ្វើការជាមួយគ្នានៅក្នុងក្របខ័ណ្ឌរបស់សភាព្រោះថានេះគឺជាសញ្ញាណនៃស្ថានភាពធូរស្រាលនៅកម្ពុជាគណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងខិតជិតចូលមកដល់ហើយអ្នកវិភាគទាំងអស់នៅតែបង្ហាញសុតិធិនិយមថាគណៈបកទាំងពីរនឹងអាចចរចាជាមួយគ្នាឡើងវិញបន្ថែមពីការស្ដាប់វិទ្យុលោកអ្នកនាងអាចចូលទៅអានឬស្ដាប់ការផ្សាយឡើងវិញកម្មវិធីទាំងស្រុងរបស់វិទ្យុបារាំង RFE នៅក្នុងគេហទំព័រ www.khmer.orfi.fo ឬជាភាសាបារាំង www.khmer.rfi.fr